អ្នកនរគ្នាកំពុងតែធុញទ្រាន់ទៅនឹងការលុយអនឡាញទៅអត់ជាមួយនឹងពាក្យសន្យាខ្យល់ជាច្រើនដែលយើងបានលើកដែលគេថាយើងគ្រាន់តែធ្វើការងារ2ម៉ោងនៅក្នុងមួយថ្ងៃទេគឺយើងអាចរកលុយបានរាប់ពាន់គេថាយើងអាចរក passive income ងាយៗដោយអត់ចាំបាច់មានជំនាញគេថាយើងអាចចាប់ផ្ដើមនៅថ្ងៃហ្នឹងហើយស្អែកឡើងគឺរកលុយបានមកប៉ុន្តែបើសិនជាយើងសាកល្បងចាក់ស្ដែងពិតៗគឺវាអត់ដូចអីដែលគេនិយាយទេខ្ញុំជឿថាទាំងអស់គ្នាប្រកាសជាធ្លាប់សាកទៅលើ drop shopping ធ្លាប់សាកទៅលើធ្វើ affiliate marketing ធ្លាប់សាកទៅលើ trading Amazon FBA platform the fire ឬក៏លក់សេវាផ្សេងៗនៅលើ online ហើយចុងក្រោយយើងចាប់ផ្ដើមគិតថាហេតុអីបានជាគេធ្វើដំណើរការហើយយើងធ្វើគឺអត់ work វីដេអូថ្ងៃហ្នឹងគឺខ្ញុំនឹងនិយាយត្រង់អត់លក់សុបិនហើយក៏អត់បោកហើយក៏មិននិយាយថាការរកលុយ online គឺវាស្រួលដែរខ្ញុំនឹងប្រាប់ទាំងអស់គ្នាថាការរកលុយ online ពិតៗគឺវាដំណើរការយ៉ាងដូចម្ដេចហើយវិធីណាដែលយើងគួរចំណាយពេលជាមួយហើយវិធីណាដែលយើងគួរតែប្រយ័ត្នហើយកុំឲ្យវាកើតឡើងលើយើងមុននឹងយើងនិយាយអំពីវិធីរកលុយ online យើងត្រូវយល់អំពីការពិតមួយសិនដែលថាការរកលុយ online មិនមែនអត់ដំណើរការទេវាដំណើរការតែវាអត់ដំណើរការដូចតែអីដែលគេធ្វើឲ្យយើងជឿទេ almost every online business គឺ can work drop shopping គឺវាអាចដំណើរការ affiliate marketing គឺវាអាចដំណើរការ freelancing គឺអាចដំណើរការ YouTube ក៏វាដំណើរការ KDP ក៏អាចដំណើរការ selling digital product ក៏វាអាចដំណើរការបញ្ហាមិនមែនស្ថិតនៅលើ master តែមួយទេបញ្ហាគឺវាស្ថិតនៅលើ3ចំណុចដែលថាទី1យើងមានជំនាញគ្រប់គ្រាន់ឬនៅទី2យើងមានពេលវេលារៀនឬក៏អនុវត្តអត់ទី3តើ master ដែលយើងបានជ្រើសរើសហ្នឹងគឺវាសមទៅនឹងស្ថានភាពយើងឬអត់មនុស្សជាច្រើនបរាជ័យមិនមែនព្រោះតែ master ដែលគាត់រើសហ្នឹងគឺអាក្រក់ទេប៉ុន្តែព្រោះតែពួកគេគឺជ្រើសរើស master មួយដែលវាមិនសមទៅនឹងខ្លួនឯងឧទាហរណ៍បើយើងមិនចូលចិត្តនិយាយយើងអត់ចូលចិត្តបង្ហាញមុខប៉ុន្តែយើងត្រូវបង្ខំខ្លួនទៅធ្វើវីដេអូទាំងអស់ហ្នឹងទៅលើ TikTok ឬក៏ live លក់ផលិតផលជាងរាល់ថ្ងៃអាហ្នឹងហើយវាជាអីដែលយើងនឹងបោះបង់លឿនបើសិនជាយើងអត់មានលុយសម្រាប់នៅក្នុងការធ្វើ ad ទេប៉ុន្តែយើងទៅចាប់ផ្ដើម drop shopping ដែលជា business មួយដែលត្រូវការ testing product ហើយចំណាយលុយលើ advertising គឺយើងនឹងត្រូវបោះបង់វាទៅដែរបើសិនជាយើងអត់ចេះទៅសេអត់ចេះ research ប៉ុន្តែយើងចាប់ផ្ដើមធ្វើ blog ដើម្បីរកលុយពី SEO វាក៏អាចជាបញ្ហាដែលពិបាកនៅក្នុងការធ្វើដែរដូច្នេះសំណួរគឺយើងមិនមែនសួរតើ method ណាដែលយើងរកលុយបានទេយើងត្រូវជ្រើសរើសជំរើសមួយណាដែលវាសមជាមួយនឹងយើងវិញសមទៅនឹងជំនាញរបស់យើងពេលវេលារបស់យើងលុយនិងចរិតរបស់យើងខ្លួនឯងនៅលើអ៊ីនធឺណិតមានមនុស្សជាច្រើនដែលព្យាយាមលក់អីមួយឲ្យយើងហើយការលក់ទាំងអស់នោះគឺអាចមកពីការលក់ course លក់ mentorship អ្នកខ្លះលក់ tool អ្នកខ្លះលក់ក្តីសុបិនคล้ายៗហើយខ្ញុំមិនមែននិយាយថា course ទាំងអស់គឺវាអាក្រក់ទេ course ខ្លះក៏ល្អខ្លាំងដែរដែលអាចជួយបរិញ្ញាយើងឲ្យមានចំណេះដឹងច្រើនដឹកនាំយើងធ្វើពីមួយដំណាក់ទៅមួយដំណាក់ដោយមាន community មានសំណួរមានចម្លើយទៅវិញទៅមកហើយរីកចម្រើនទាំងអស់គ្នាប៉ុន្តែសម្រាប់ course ខ្លះវិញយើងត្រូវដឹងថាព័ត៌មានជាច្រើនគឺយើងអាចរកបានដោយ free នៅលើ YouTube, Google, Blog និង community online ហើយយើងកុំគួរណាទៅទិញ course ច្រើនពេកយើងត្រូវចាំពាក្យមួយគឺថា course ល្អគឺមិនមែនផ្ដល់ magic secret ទាំងអស់ទេជាទូទៅ course គឺផ្ដល់ structure ផ្ដល់ shortcut ផ្ដល់ example ផ្ដល់ feedback និងទំនួលខុសត្រូវខ្លះមកកាន់យើងប៉ុន្តែបើសិនជាយើងឃើញ course ណាមួយដែលចាប់ផ្ដើមដោយពាក្យ automatic income generate profit easy money no risk fast results និងរកលុយបានបើទោះបីជាយើងដេកហើយអត់មានជំនាញអញ្ចឹងបើគេនិយាយថាយើងអត់ចាំបាច់មានជំនាញយើងអត់ចាំបាច់ចំណាយពេលយើងអត់ចាំបាច់ប្រឹងតែយើងអាចរកលុយបានច្រើននោះហើយភាគច្រើនវាមិនមែនជាការពិតទេហើយខ្ញុំចង់ឲ្យអ្នកដែលមើលគឺប្រយ័ត្នទៅលើចំណុចទាំងអស់នេះការរកលុយ online ពិតៗគឺត្រូវចេញពីអីមួយដែលមនុស្សជាច្រើនមិនចូលចិត្តស្ដាប់ទៅវិញដូចជាពាក្យរៀនការសាកល្បងបរាជ័យការកែសម្រួលធ្វើម្ដងទៀតហើយត្រូវធ្វើវាបន្តរយៈពេលយូរមុននឹងយើងជ្រើសរើស business online ណាមួយយើងគួរតែមើលលក្ខណៈសំខាន់ៗជាទូទៅសិនហើយយើងនឹងលើក4ចំណុចមកទី1លក្ខខណ្ឌដែលយើងអាចចាប់ផ្ដើមដោយចំណាយតិចយើងអត់គួរចាប់ផ្ដើមអីមួយដែលត្រូវយកលុយចំណាយទៅច្រើនខ្លាំងពេកទេបើយើងអត់ទាន់មានបទពិសោធន៍ទី2លក្ខខណ្ឌដែលយើងអាចរៀនបានដោយខ្លួនឯងបើសិនជា method មួយត្រូវការជំនាញខ្ពស់ពេកយើងត្រូវតែគិតពិចារណាដែរយើងអាចទៅជ្រើសយកវាមកធ្វើដោយសារតែការងារហ្នឹងគឺធំខ្លាំងពេកការងារហ្នឹងត្រូវការក្រុមច្រើនពេកហើយក៏មិនអាចល្អសម្រាប់នៅក្នុងការយើងចាប់ផ្ដើមរកលុយ online ដែរទី3តើលក្ខខណ្ឌហ្នឹងគឺមាន
demand ពិតប្រាកដអត់តើមនុស្សគឺត្រូវការផលិតផលរបស់យើងសេវាឬក៏ content ហ្នឹងអត់ទី4លក្ខខណ្ឌគឺយើងអាច scale business ហ្នឹងបានអត់មានន័យថានៅពេលដែលយើងធ្វើល្អយើងអាចបង្កើនចំណូលបានអត់យើងអាចបង្កើតប្រព័ន្ធមួយដើម្បីចងឬក៏ជួលអ្នកផ្សេងមកធ្វើបានអត់បន្ទាប់ពីយើងមើលលក្ខខណ្ឌទាំងពីរនេះមានផ្លូវពីរដែលវាល្អបំផុតសម្រាប់អ្នកដែលថ្មីនៅលើវិស័យអ៊ីនធឺណិតគួរចាប់ផ្ដើមដែលទី1គឺ Amazon KDP និងទី2គឺ YouTube method ឬក៏ជំរើសទី1ដែលយើងជ្រើស Amazon KDP ឬក៏ Kindle Directly Publishing វាសំខាន់ត្រង់ថា Amazon វាជា platform សាមញ្ញមួយដែលអនុញ្ញាតឲ្យយើងធ្វើការបោះពុម្ពសៀវភៅនិងលក់នៅលើ Amazon ដោយអត់ចាំបាច់មាន stock ឬក៏ដឹកជញ្ជូនដោយខ្លួនឯងទេយើងអាចបង្កើតសៀវភៅដូចជា journaling notebook coloring funny book activity book children book ឬក៏សៀវភៅខ្លីៗដែលមាន concept ច្បាស់ចំណុចល្អរបស់ KDP គឺយើងអាចចាប់ផ្ដើមដោយចំណាយតិចយើងអត់ចាំបាច់បោះពុម្ពសៀវភៅរាប់រយក្បាលដើម្បីមកទុកនៅផ្ទះទេហើយពេលបើសិនជាមានអ្នកទិញ Amazon គឺនឹងដោះស្រាយបញ្ហាហ្នឹងដោយគេធ្វើការបោះពុម្ពនិងដឹកជញ្ជូនប៉ុន្តែចំណុចនេះយើងត្រូវគិតដែរវាអត់ស្រួលដូចអីដែលយើងនិយាយទេយើងមិនមែនគ្រាន់តែ upload ហើយដេកចាំលុយហ្នឹងចូលកុងទេយើងត្រូវចេះ research market ត្រូវចេះធ្វើ cover ត្រូវចេះទៅ say title ត្រូវចេះធ្វើ description ហើយត្រូវមាន keyword ណាដែលតាក់ទាញទៀតអីដែលសំខាន់យើងត្រូវចេះ promote ខ្លួនឯងវិធី promote មួយដែលអ្នកជាច្រើនគិតថាវាចំណាយលុយតិចគឺចេញមកពី TikTok ឧទាហរណ៍បើសិនជាយើងបង្កើត coloring book សម្រាប់កុមារឬក៏ funny journaling មួយយើងអាចបង្កើត account TikTok ហើយ post វីដេអូខ្លីៗបង្ហាញអំពីសៀវភៅទាំងអស់ហ្នឹងហើយយើងអាច post ពី3វីដេអូជាងថ្ងៃបន្ទាប់មកយើងតេស្តមើលថាតើវីដេអូណាល្អវីដេអូណាដំណើរការហើយនៅពេលដែលវីដេអូណាដំណើរការគឺយើងយក formula ពីវីដេអូហ្នឹងយកមកធ្វើវាម្ដងទៀតឧទាហរណ៍វីដេអូមួយគឺយើងអាចធ្វើវាផ្សេងៗគ្នាដែលទី1អាចថាបង្ហាញ cover នៅក្នុងសៀវភៅហ្នឹងទី2បង្ហាញបញ្ហាដែលសៀវភៅហ្នឹងគឺអាចដោះស្រាយបានបើមួយវីដេអូគឺវា viral គឺវាអាចបាន view ច្រើនហើយនាំមនុស្សជាច្រើនគឺអាចទៅទិញផលិតផលហ្នឹងដែរតែយើងកុំគិតថារាល់វីដេអូគឺវា viral ទាំងអស់ភាគច្រើនវីដេអូដំបូងៗគឺអាចនឹងអត់មានអ្នកមើលផងអាហ្នឹងយើងត្រូវទទួលស្គាល់ដែរជំហានសាមញ្ញដែលយើងគិតពី KDP គឺយើងបង្កើត account មួយ research នេះបង្កើតសៀវភៅបន្ទាប់មកគឺធ្វើ cover ហើយ upload ទៅ Amazon ហើយវាត្រូវជាមួយនឹងមនុស្សដែលចូលចិត្ត design ចូលចិត្ត research សរសេរហើយធ្វើ content creation យើងអត់ចាំបាច់បង្ហាញមុខទេហើយវាជាផ្លូវមួយដែលល្អនៅក្នុងការចាប់ផ្ដើមទី2ជម្រើសនៅក្នុងការជ្រើស YouTube ហេតុអីបានយើងជ្រើស YouTube ព្រោះ YouTube វាមិនមែនជាកន្លែងមួយដែលយើងគ្រាន់តែផុសវីដេអូតែប៉ុណ្្នឹងទេ YouTube គឺវាជា search engine អ្នកខ្លះគឺស្វែងរក review ឬក៏ស្វែងរក idea ចេញមកពី YouTube ដែរយើងអាចបង្កើតវីដេអូមួយដែលមានតម្លៃហើយអាចរក view បានយូរឬក៏រហូតមកវីដេអូមួយយើងគ្រាន់តែផុសតែមួយថ្ងៃទេប៉ុន្តែបើសិនជាវីដេអូនឹងល្អគឺធ្វើឲ្យមនុស្សអាចមើលវាតតែ6ខែឬក៏1ឆ្នាំបានការរកលុយពី YouTube មិនមែនមានតែ ad revenue ទេយើងអាចរកលុយពី YouTube ad sponsorship video affiliate marketing selling digital product selling course និងនាំ traffic ពី YouTube ហ្នឹងទៅ business ផ្ទាល់ខ្លួនបានហើយ key សំខាន់ដែលយើងគិតថាអ្នកជោគជ័យនៅក្នុង YouTube គឺត្រូវតែមានទី1គឺ CTR មានន័យថាមនុស្សជាច្រើននៅពេលដែលគេឃើញ thumbnail ឬក៏ title របស់វីដេអូយើងតើមានភាគរយប្រមាណដែលគេចុចវីដេអូហ្នឹងបើ title និង thumbnail គឺយើងធ្វើមកវាអត់តាក់ទាញមនុស្សគេអាចនឹងមិនចុចបើទោះបីជា content វីដេអូរបស់យើងហ្នឹងគឺល្អប៉ុណ្ណាក៏ដោយទី2គឺ audience retention បានន័យថានៅក្នុងហ្នឹងមនុស្សគឺមើលវីដេអូយើងបានប្រហែលនាទីយូរប៉ុណ្ណាបើមនុស្សគាត់ចុចចូលហើយគឺបាន10 second ឬក៏10វិនាទីនៅលើ YouTube របស់យើងហើយគាត់ចេញទៅវិញ YouTube គឺនឹងគិតថាវីដេអូរបស់យើងអត់សូវល្អទេតែបើមនុស្សគឺចូលមើល view អញ្ចឹងឱកាស YouTube គឺអាចនឹងធ្វើឲ្យវីដេអូរបស់យើង recommended ទៅមនុស្សជាច្រើនផ្សេងៗទៀត YouTube គឺវាសំខាន់មួយបើសិនជាយើងធ្វើត្រូវវីដេអូគឺគេអាចនឹងមើលរហូតហើយអាចជាកន្លែងដែល generate income ដែលយើងឃើញមនុស្សជាច្រើនគឺបានជោគជ័យពីវាជំហានដែលយើងគួរចាប់ផ្ដើមពី YouTube យើងត្រូវរក niche ណាមួយដែលយើងគិតថាល្អហើយយើងមើលទីផ្សារនឹងធ្វើវាកុំឲ្យយើងខ្លួនឯងនឹងធុញដែរហើយចំណុចដែលយើងត្រូវដឹងមួយទៀតគឺយើងត្រូវស្វែងយល់ពី audience ខ្លួនឯងថាពួកគេគឺចង់ដឹងអីពួកគេចង់បានអីហើយពួកគេគឺចូលចិត្តវីដេអូ style ម៉េច
បន្ទាប់ពីយើងដឹងយើងអាចធ្វើការ research topic មើលវីដេអូរបស់អ្នកផ្សេងៗស្នៃវាឲ្យទៅជា version ថ្មីរបស់យើងហើយថាតើវាសមសម្រាប់នៅក្នុងការឲ្យ audience ខ្មែរគឺមើលកម្រិតណាបើសិនជាយើងធ្វើវីដេអូឲ្យខ្មែរគ្នាឯងមើល YouTube យើងដឹងគ្រប់គ្នាគឺមិនមែនងាយស្រួលទេបើសិនជាយើងដឹងរបៀបធ្វើវាក៏ដោយប៉ុន្តែมันប្រកាសថាយើងធ្វើទៅដឹងតែផ្ទុះទេបើសិនជាយើងធ្វើវាផ្ទុះគឺវាអាចក្លាយទៅជាទ្រព្យ digital មួយដែលអាច generate income ឲ្យយើងជារៀងរាល់ខែបាន follow ពួកយើងនៅក្នុង social media ផ្សេងៗដើម្បីស្វែងយល់ពីពួកយើងបន្ថែមអរគុណយើងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយបាយបាយ